រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីបុណ្យមាឃបូជានៅវត្តអរញ្ញការ៉ាមរដ្ឋបាលខេត្តកំពង់ឆ្នាំងនិងសាលាគុនខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃទី2ខែកុម្ភៈឆ្នាំ2026បានប្រារព្ធពិធីបុណ្យមាឃបូជានៅវត្តអរញ្ញការ៉ាមស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពព្រះតេមនីសុខឋានព្រះមេគុណខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសីវរុនប្រធានក្រុមប្រឹក្សាខេត្តនិងលោកយិនសវេនអភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរបុណ្យមាឃបូជាគឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនាដែលអ្នកកាន់សាសនាព្រះពុទ្ធទូទាំងពិភពលោកតែងតែប្រារព្ធជារៀងរាល់ឆ្នាំការប្រារព្ធបុណ្យមាឃបូជាមានន័យពីរយ៉ាងគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាតព្រះអរហន្ត1250អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូរមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ44ឆ្នាំដែលជាថ្ងៃនក្ខត្រិតដ៏ធំមួយរបស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើងដែលសន្និបាតបែបនេះមានតែម្ដងគត់នាសម័យពុទ្ធកាលចំណែកឯន័យទី2បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ជន្មាយុសង្ខារប្រព្រឹត្តនាថ្ងៃពេញបូរមីខែមាឃជាថ្ងៃអភិលក្ខិតៈនាសម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវកហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គលោកយិនសវេនអភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បញ្ជាក់ថាបុណ្យមាឃបូជានេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ក្នុងប្រតិទិនជាទិវាបុណ្យជាតិបុណ្យមាឃបូជាគឺជាទិវាសាសនានៃព្រះពុទ្ធសាសនាត្រូវបានអង្គការសហការប្រជាជាតិអនុម័តទទួលស្គាល់ជាពិធីបុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើនៅលើពិភពលោកបុណ្យមាឃបូជាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនាបុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី588ឆ្នាំមុនគ្រិស្តសករាជនាថ្ងៃ15កើតខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន9ខែគត់លោកយិនសវេនបានបញ្ជាក់ទៀតថាពុទ្ធសាសនានៅកម្ពុជាត្រូវបានរំលាយនៅក្នុងរបបប៉ុលពត3ឆ្នាំ8ខែនិង20ថ្ងៃហើយបានរីកដុះដាលឡើងវិញនៅក្រោយថ្ងៃជ័យជំនះ7មករា1979រហូតដល់សប្តាហ៍ថ្ងៃនេះសាសនាត្រូវដើរតួនាទីសំខាន់បំផុតក្នុងការចូលរួមការពារសុខសន្តិភាពជូនជាតិសាសនាព្រះមហាក្សត្រនិងអប់រំបរិស័ទឲ្យគ្រប់ក្នុងការប្រតិបត្តិតាមផ្លូវល្អដើម្បីរក្សានូវសន្តិភាពក្នុងសាសនាប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថាពុទ្ធសាសនាជាសាសនារបស់រដ្ឋដូច្នេះហើយព្រះសង្ឃមានតួនាទីដ៏សំខាន់ក្នុងការថែរក្សានិងអប់រំប្រជាពលរដ្ឋពុទ្ធបរិស័ទនិងបន្តថែរក្សាពុទ្ធសាសនាឲ្យបានគ្រប់5000ព្រះវស្សាដើម្បីចូលរួមចំណែកក្នុងការការពារសុខសន្តិភាពដល់បរិស័ទដែលកាន់ព្រះពុទ្ធសាសនានៅកម្ពុជាផងដែរនៅក្នុងឱកាសនោះលោកយិនសវេននិងគណៈអធិបតីបានប្រគិនបច្ច័យដើម្បីចូលរួមនៅក្នុងពិធីបុណ្យមាឃបូជានេះផងដែរ